បាទសង្គ្រប់នឹងជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបាទធ្វើវីដេអូមួយជាមួយនឹងតម្លៃនៃ Yamaha Exciter កម្លាំងម៉ាស៊ីន150ឆ្នាំ2019អញ្ចឹងបងប្អូនតែងតែ comment សួរជាច្រើនតាក់ទងជាមួយតម្លៃនៃម៉ូតូ Exciter អញ្ចឹងថ្ងៃនេះខ្ញុំធ្វើវីដេអូនេះជូនបងប្អូនតែម្ដងថ្ងៃនេះដែរខ្ញុំនឹងលើកពីតម្លៃចំនួន2ប្រភេទបាទតាក់ទងជាមួយ Yamaha Exciter 150cc ឆ្នាំ2019ហើយនឹងមួយយ៉ាងទៀតនោះខ្ញុំធ្វើពីឆ្នាំ2018មួយដែរណាអូខេអញ្ចឹងសម្រាប់ Exciter មួយទឹកទេយើងមិនមានថ្មីអីទេពួកនេះនោះដែលគេហៅថាម៉ូតូជប៉ុនវៀតណាមដែលយើងដឹកចូលមកហ្នឹងគឺស្អាតហើយ Exciter នេះគឺប្រើប្រព័ន្ធប៊ិចសាំងដែលស៊ីសាំងតិចក៏ប៉ុន្តែអត់មានពន្ធទេបងប្អូនហើយវិញយ៉ាងណាហ្នឹងគឺតម្លៃវាសម្រាប់តម្លៃអត់ពន្ធហ្នឹងគឺថ្លៃគួរសមដែរមួយទឹកគឺតម្លៃ1700ឡើងណា1700ឡើងគឺធានាថាស្អាតជូនតែម្ដងតែខ្ញុំមិនមែនជាអ្នកលក់ទេអញ្ចឹងបងប្អូនអាចធ្វើការទំនាក់ទំនងតាមហាងដែលនៅក្បែរផ្ទះបងប្អូនហ្នឹងសាកមើលទៅគាត់ថាយើងដឹងតម្លៃប្រហែលអញ្ចឹងយើងទៅដល់វាទោះបីជាគេលក់ថ្លៃលឿនហ្នឹងយើងដឹងថាគេកោយើងប៉ុណ្ណាយើងអាចនិយាយតាមហ្នឹងទៅណាអូខេអញ្ចឹងតាក់ទងជាមួយ Exciter ឆ្នាំ2019កម្លាំងម៉ាស៊ីន150ហ្នឹងគឺតម្លៃ1700ឡើងសម្រាប់ម៉ូតូប្រភេទអត់ពន្ធបើសិនជាបងពន្ធគឺថ្លៃលឿនហ្នឹងណាងាកទៅកាន់ Exciter ដែរតែឆ្នាំ2018ទេកម្លាំងម៉ាស៊ីនប៉ុនគ្នា150ដូចគ្នាបាទយើងងាកទៅលើប្រព័ន្ធពីមុនមកគឺរូបរាងមិនខុសគ្នាច្រើនទេបើសិនជាយើងវិភាគមែនតែនទៅ2019ម៉ាស៊ីននៅរាងអាំជាងបន្តិចដែរព្រោះអីវាឆ្នាំក្រោយសម្រាប់Exciter 2018គឺយើងអាចប្រើបានគឺនៅអាំច្រើនមែនតើអញ្ចឹងដូចគ្នារត់ជាមួយនឹងប្រព័ន្ធប៊ិចដូចគ្នាហើយយ៉ាងណាគឺតម្លៃធូរថ្លៃជាងអញ្ចឹង Exciter ឆ្នាំ2018ហ្នឹងតម្លៃតែ12ឡើងណាតម្លៃគឺ1200ឡើងសម្រាប់តាមប្រភេទម៉ូតូបើសិនជាម៉ូតូនឹងស្អាតលេងហើយអស់សម្ងាំងឲ្យយើងដូរឲ្យយូរម៉ូតូនេះគឺតែគេលេងហើយមកស្អាតហើយគឺតម្លៃអាចលើសហ្នឹងហើយ1300ទៅ1400អញ្ចឹងទៅវាអាស្រ័យតាមម៉ូតូដែរណាអញ្ចឹងម៉ូតូនឹងរៀងស្ទើអញ្ចឹងទៅវារៀងតាមហ្នឹងទៅអញ្ចឹងវីដេអូនេះគឺខ្ញុំធ្វើពីតម្លៃនៃ Yamaha Exciter ហើយបើបងប្អូនចង់បានវីដេអូអីផ្សេងសូមជួយ comment ផងបើសិនជាខ្ញុំឆ្លៀតបានគឺខ្ញុំនឹងជួយធ្វើជូនក៏ប៉ុន្តែឥឡូវ level មិនច្រើនមែនតើហើយសម្រាប់បងប្អូនដែលចូលទស្សនានេះសូមកុំភ្លេចណាជួយចុច like និងចុច subscribe channel ខ្ញុំបានមួយផងដើម្បីទទួលបាននៅវីដេអូក្រោយៗហើយបងប្អូនមានយោបល់យ៉ាងណាតាក់ទងជាមួយ Exciter ឆ្នាំ2018និង2019ហ្នឹងបើសិនជាបងប្អូនមានយោបល់អីសូមជួយ comment ផងដូចជាបងប្អូនដែលមានប្រើហើយមានជួបការលំបាកឬក៏វាស្រួលប្រើអីយ៉ាងណាអីយ៉ាងណីស៊ីសាំងអីយ៉ាងណាបងប្អូនជួយ comment ខាងក្រោមផងព្រោះអីខ្ញុំអត់ទាន់មានបទពិសោធន៍